នៅរសៀលថ្ងៃអង្គារ14កើតខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី28ខែកក្កដាឆ្នាំ2026លោកឡុងវណ្ណាមេឃុំប្រៃកក់និងលោកស្រីខុនសុផារីព្រមទាំងលោកស្រីសមាជិកក្រុមប្រឹក្សាឃុំលោកស្រីមេភូមិអនុភូមិនិងសមាជិកភូមិទាំងពីរបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសត្យានព្រះវស្សាក្រោមអធិបតីភាពលោកបានស្រេងអភិបាលស្រុកស្ទឹងត្រង់នៅវត្តសុវណ្ណគិរីមាឃស្ថិតក្នុងភូមិមាឃ2ឃុំប្រៃកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមពិធីបុណ្យសត្យានព្រះវស្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសេចក្តីរីករាយនិងប្រកបដោយសទ្ធាជ្រះថ្លាតាមកម្លាំងសទ្ធារៀងៗខ្លួននិងមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំមន្ត្រីរាជការព្រះសង្ឃនិងពុទ្ធបរិស័ទដើម្បីរួមគ្នាថែរក្សានិងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនាដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិកម្មវិធីនេះធ្វើនៅវត្តសុវណ្ណគិរីមាឃស្ថិតនៅភូមិមាឃ2ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសូមអរគុណនិងអរព្រះគុណនៃការតាមដានស្ដាប់